ហ្វូមីជាឃុំឆ្ងាយដាច់ស្រយាលចំណុះស្រុកប៊ីទូខេត្តស្តុកត្រាំងប៉ុន្មានឆ្នាំជិតនេះភូមិភាគនេះពង្រីកមាំរបស់ចិញ្ចឹមគោទឹកដោះចិញ្ចឹមគោសាច់និងនាំយកដំណាំទៅដាំក្នុងស្រែបង្កើនចំណូលបង្គាឲ្យកសិករទម្រង់ទាំងនេះរីកចម្រើនខ្លាំងនិងមានប្រសិទ្ធភាពគឺអាស្រ័យមានការរួមចំណែកយ៉ាងធំរបស់លោកលឹមអឹងអនុប្រធានសមាគមកសិករឃុំភូមីស្រុកមីទូខេត្តស្តុកត្រាំងឆ្នាំ1979យុវជនលឹមអឹងចាប់ផ្ដើមចូលរួមក្រុមប្រវាស់ដៃភូមិបឹងកុកឃុំភូមីពីឆ្នាំ1986ដល់ឆ្នាំ1994លោកអឹងបានជ្រើសតាំងជាប្រធានសាខាសមាគមកសិករឃុំមុនពេលមកបំពេញការងារនៅឃុំលោកអឹងមាន15ឆ្នាំផ្សារភ្ជាប់ជាមួយមូលដ្ឋានម្ល៉េះហើយយល់ច្បាស់លក្ខណៈផលិតនិងជីវភាពរបស់មាមីងកសិករពី20ឆ្នាំមុនក្នុងប្រជាជនហ្នឹងគឺតែអត់មានអាការដែលជឿនលឿនគឺតែក្នុងពេលហ្នឹងគឺតែប្រជាជនធ្វើតាមចិត្តឯងចឹងហើយក្នុងដែលក្រុមកសិករមានអាការចាប់អារម្មណ៍ដែលចាប់អារម្មណ៍ដល់ប្រជាជនយើងក្នុងកសិករគឺតែធ្វើស្រែមកក្នុងរដូវចុះស្រែគឺតែក្នុងមួយកង់អញ្ចឹងបាន300-400 គីឡូអញ្ចឹងហើយអាការដែលគ្មានអាការជឿនលឿនហើយដាំដំណាំអត់មានក្នុងសេដ្ឋកិច្ចក្នុងគ្រួសារក៏គ្មានការដឹកនាំដែលធ្វើអាការបង្កើនជឿនលឿនឡើងទៅទៀតវិធីមួយក្នុងបណ្ដាវិធីដែលលោកលឹមអឹងជួយកសិករជិតដិតនិងវិទ្យាសាស្ត្របច្ចេកទេសទំនើបបានឆាប់និងអនុវត្តមានប្រសិទ្ធភាពក្នុងការផលិតគឺបំផុសបងប្អូនចូលអង្គការសមាគមមុននេះ20ឆ្នាំការប្រជុំជីវភាពតាមក្រុមនៃសមាគមនៅថ្មីថ្មោងចំពោះកសិករភូមីម្ល៉េះហើយទូទាំងឃុំមានបងប្អូនតែប្រមាណ250គ្រួសារចូលរួមប៉ុណ្ណោះក្រោយពេលលោកលឹមអឹងរួមជាមួយបណ្ដាផ្នែកអង្គការមហាជនភូមិភាគផ្សព្វផ្សាយទូលាយអំពីផលប្រយោជន៍របស់សមាជិកកសិករចូលរួមកាន់តែកកកមកដល់ពេលនេះទូទាំងឃុំមានបងប្អូន2667គ្រួសារចូលសមាគមឆ្លងតាមរូបភាពប្រជុំរបស់សមាគមលោកអឹងស្នើជាមួយផ្នែកសមត្ថកិច្ចពាក់ព័ន្ធបើកបណ្ដាថ្នាក់វឹកវើបច្ចេកទេសដាំដុះចិញ្ចឹមសត្វក៏ដូចជាធ្វើសេនាធិការឲ្យភូមិភាគមានបណ្ដាគោលនយោបាយជំនួយបងប្អូនទាន់ពេលលឹមអឹងកាត់ចុះមកកាត់ជួយក្នុងក្រុមដែរលេខប្រជុំឲ្យបងប្អូនខ្វះឡើងចង់ដោះស្រាយរឿងអីកាត់ជួយដោះស្រាយធ្វើក្នុងនោះកាត់ចុះមកcũngបានឡើងគេថាដាស់តឿនឲ្យយើងត្រូវតែចោះពូជនេះពូជនោះដាំដុះពូជនេះពូជនោះcũngមិនឡើងដាស់តឿនឲ្យបងប្អូនយ៉ាងដែរលោកចឹងដានមានដីចម្ការ2កុំកន្លះនិងដីស្រែ8កុំ12ឆ្នាំនេះពេលចូលរួមក្លឹបជំរុញកសិកម្មការផលិតរបស់លោកដានសម្រេចបានប្រសិទ្ធភាពខ្ពស់ជាងព្រោះអីលោកដានមានលក្ខណៈចូលរួមបណ្ដាថ្នាក់វឹកវើថែទាំដើមដំណាំក្តាប់បានបច្ចេកទេសជឿនលឿនទាន់ពេលដាំហ្នឹងគឺថាឬដែរឬថាមុខណាដែលមិនសូវបិញបាទមិនសូវមានជំងឺថាថាមុខណាមិនសូវមានជំងឺអញ្ចឹងហើយដល់ដូចជាដីយើងវាចាស់ទៅដូចថាឌីទៅសសក់ចង់អស់បានមកពីដាំទៅវាច្រើនទៅបិញច្រើនជំងឺច្រើនតែធ្វើក្រហមចេះចោលហ្នឹងធ្វើយូរប្របាក់ថ្នាំដង្កូវហ្នឹងគឺថាវាមិនសូវបានផលទេបានថាឥឡូវហ្នឹងដាំដូវែសណ្ដែកគោវែហ្នឹងដាំសណ្ដែកគោវែមកវិញបានថាវាមិនសូវមានជំងឺសម្កាត់អានេះគឺថាបានផលក្លឹបជំរុញកសិកម្មលេខ5មានសមាជិក12រូបមធ្យមភាពមួយគ្រួសារមានដី2កុងឯកវប្បកម្មដំណាំរាល់ឆ្នាំក្រោយពេលប្រមូលផលស្រូវពីរដូវរួច
បងប្អូននៅដាំដំណាំបន្ថែមមួយរដូវនៅលើដីស្រែដើម្បីបង្កើនប្រភពចំណូលលោកត្រឹងដានឲ្យដឹងដីចំការមួយកុងជំនាញដាំដំណាំជុំឆ្នាំអាចចំណេញបានប្រហាក់ប្រហែលនឹងដីស្រែ7កុងចំណែកនាំយកដំណាំទៅដាំក្នុងដីស្រែពេលជ្រើសពូជសមស្របក៏ចំណេញលើស2ដល់3ដងធៀបជាមួយការផលិតស្រូវដែរការផ្ទេរវិទ្យាសាស្ត្របច្ចេកទេសបានចាត់ទុកជាកត្តាសារវ័នជួយមេមីងកសិករលើកកម្ពស់ប្រសិទ្ធភាពផលិតពង្រីកជីវភាពគ្រួសាររាល់ឆ្នាំលោកលឹមអឹងម្ចាស់ការស្នើជាមួយផ្នែកពាក់ព័ន្ធបើកបាន8ថ្នាក់ចិញ្ចឹមសត្វនិងបណ្ដាថ្នាក់ដាំដុះតាមសំណុំពររបស់មេមីងកសិករថ្នាក់បង្រៀនរបស់ចិញ្ចឹមគោទឹកដោះនេះទើបតែបើកវគ្គនាដើមខែតុលាអាស្រ័យមជ្ឈមណ្ឌលបង្រៀនរបស់ស្រុកមេទូចាត់តាំងតាមសំណើរបស់លោកលឹមអឹងគោលដៅគឺបំពាក់ចំណេះដឹងសារវ័នអំពីបច្ចេកទេសថែទាំចិញ្ចឹមថែបំពន់គោនិងយកទឹកដោះធានាអនាម័យ Sau khi mà chỗ đảng ủy ủy ban giao nhiệm vụ ក្រោយពេលគណៈកម្មាធិការបកគណៈកម្មាធិការឃុំប្រកុលភារៈអនុវត្តគម្រោងហើយប្រកុលឲ្យសមាគមកសិករសមាមិត្តលំអឹងម្ចាស់ការធ្វើយ៉ាងណាដើម្បីផ្សព្វផ្សាយឲ្យបងប្អូនបានទាន់ពេលចាប់ពីកន្លែងទាន់ពេលនោះការជឿជាក់របស់បងប្អូនចំពោះសមាមិត្តលំអឹងខ្ពស់ណាស់ចាប់ពីការជឿជាក់នេះការបំផុសសមាជិកចូលអង្គការគួរនិយាយថាសមាមិត្តលំអឹងបំផុសបានដោយងាយស្រួលចាប់ពីនេះតាក់ទាញបានសមាជិកចូលរួមគ្រប់គ្រាន់នៅបណ្ដាទម្រង់ផលិតរបស់ឃុំ các cái loại mô hình sản xuất của xã ក្នុងបណ្ដាកម្មវិធីគម្រោងផ្សព្វផ្សាយនៅឃុំភូមិគម្រោងលើកស្ទួយជីវភាពជំនួយក្លឹបជំរុញកសិកម្មបាននាំមកចំណូលក្រនបើឲ្យបងប្អូនមុននេះ12ឆ្នាំមុនពេលគម្រោងផ្សព្វផ្សាយលោកលឹមអឹងស្នើឲ្យបំផុសបណ្ដាគ្រួសារកសិករឲ្យចូលក្លឹបក្លឹបនីមួយៗបានបង្កើតត្រូវធានាមានគ្រួសារក្រ 70% ក្នុងចំនួនសរុបគ្រួសារចូលរួមឆ្នាំ 2002 ឃុំភូមិមានក្លឹបជំរុញកសិកម្ម12ក្លឹបបានបង្កើតក្រោយមកពង្រីកជាបណ្ដើបាន24ក្លឹបដោយមានសមាជិក800រូបបង្កើតបានក្លឹបច្រើនជាការប្រឹងប្រែងធំរបស់លោកលឹមអឹងប៉ុន្តែដើម្បីរក្សាបានសកម្មភាពសន្តិភាពនិងប្រសិទ្ធភាពលោកលឹមអឹងកាន់តែប្រឹងប្រែងច្រើនជាងទៀតជាអ្នកទទួលបន្ទុកចលនារបស់សមាគមកសិករឃុំលោកលឹមអឹងតែងតែឡើងកម្មវិធីប្រជុំមានប្រយោជន៍ក៏ដូចជាឆ្លៀតបណ្ដាប្រភពជំនួយដើម្បីជួយឲ្យបងប្អូននឹងនៅចិត្តផ្សារភ្ជាប់ជាមួយសមូហភាពក្រៅពីការបង្កលក្ខណៈឲ្យបងប្អូនបានបលទុនអនុគ្រោះវឹកវើបច្ចេកទេសលោកអឹងនៅលើកទឹកចិត្តបងប្អូនរួមហ៊ុនទុនប្រាក់សម្ចៃក្នុងបណ្ដាក្រុមសហការដើម្បីជួយគ្នាពង្រីកផលិតបច្ចុប្បន្ន8ក្រុមសហការចិញ្ចឹមគោទឹកដោះមានប្រាក់សម្ចៃចំនួនសរុបជាង 1000 លានដុល្លារខ្ញុំតំណាងឲ្យសមាគមកសិករឃុំគឺតែមានចុះក្នុងពេលបើកសម័យអង្គប្រជុំជារៀងរាល់ខែដើម្បីដឹកនាំគឺតែការទី1ដឹកនាំឲ្យប្រជាជនយើងពីការរស់ស៊ីដូចជាធ្វើស្រែចំការចិញ្ចឹមគោទឹកដោះគោសាច់ជាដើមហើយនឹងទី2គឺតែសុំយោបល់របស់សមាគមកសិករនៅខ្វះខាតអ្វីមួយនឹងដើម្បីថាបង្កើនសុំដល់ឃុំដូចជាសមាគមកសិករស្រុកជាដើមមុននេះ10ឆ្នាំបណ្ដាសមាជិកក្លឹបចាប់ផ្ដើមទម្លាប់ជាមួយរបរចិញ្ចឹមគោទឹកដោះពីគោទឹកដោះចំនួន228ក្បាលបានជំនួយពីដំបូងមកដល់ពេលនេះពង្រីកបានជាង700ក្បាលជាមួយបរិមាណផលទឹកដោះប្រមាណ 2,8 តោនក្នុងមួយថ្ងៃ
ឆ្នាំ2004លោកលីវហ្វឿកបានជំនួយគោទឹកដោះមួយក្បាលពីប្រភពទុនបុលអនុគ្រោះក្រោយពេល10ឆ្នាំតាមរបបលោកហ្វឿកមិនត្រឹមតែចាក់ផាត់ក្រប៉ុណ្ណោះទេថែមទាំងមានលក្ខណៈស្តង់ផ្ទះឡើងវិញគិតអានឲ្យកូនរៀនសូត្របានដិតដល់ផងកាលមិនតាន់មានចាំគោទឹកដោះចាដល់ស៊ីឈ្នួលគេមួយថ្ងៃគ្រប់មួយថ្ងៃចឹងវាមិនសល់ផលជាធ្វើចឹងជាទៅចឹងដល់បានទឹកដោះកូនទៅយើងបានរឿងឡូវរៀងធូរថយវាមិនសូវពិបាកដូចកាលមុនណាយើងក៏ដោះស្រាយគ្រួសារបានក្នុងរាល់ថ្ងៃក្នុងផ្ទះហ្នឹងកាលមុនផ្ទះទិនធឿងវាបាក់បែកអស់ហើយដល់ហើយចាំបានគោសាច់គោស្រឿងច្រើនណាខ្ញុំលុកអស់4កូនចំណាយរត់ជាង100លែនដែរដល់ហើយក៏ធ្វើផ្ទះហ្នឹងជួសជុលផ្ទះឡើងធ្វើបានផ្ទះហ្នឹងបាននៅរាល់ថ្ងៃហ្នឹងក្នុងដំណាក់កាលពង្រីករបរចិញ្ចឹមគោទឹកដោះលោកលីវហ្វឿកក៏ដូចបណ្ដាគ្រួសារចិញ្ចឹមសត្វឯទៀតជួបការលំបាកមិនតិចទេពិសេសគឺនាឆ្នាំ2005-2006តម្លៃទឹកដោះចុះទាបបងប្អូនមួយចំនួនចង់ចោលរបរអាស្រ័យមានការតម្រង់ទិសលើកទឹកចិត្តតាន់ពេលរបស់លោកលំអឹងលោកហ្វឿករួមជាមួយបណ្ដាសមាជិកក្នុងក្រុមសហការព្យាយាមផ្សារភ្ជាប់ជាមួយរបរក្រៅពីចិញ្ចឹមគោទឹកដោះទម្រង់ចិញ្ចឹមគោសាច់ក៏រួមចំណែកកែលម្អយ៉ាងបង្គួរដល់ជីវភាពនាមីងកសិករឃុំភូមិដែរលោកដាវយេនបានជំនួយគោមេកាត់សៀនមួយក្បាលនាឆ្នាំ2002ក្រោយពេល12ឆ្នាំថែទាំវងគោរបស់គាត់កើនឡើង13ក្បាលបច្ចុប្បន្នលោកយេនបានចាក់ផាត់ក្រសេដ្ឋកិច្ចគ្រួសាររឹងមាំក្រនបើមកខួបជាងមកខួបបើយើងត្រូវការក្នុងគ្រួសារចាយវាមួយ4 5 10លែនអានឹងយើងតក់ពេញប៉ុងដើម្បីយើងក្នុងគ្រួសារយើងការប្រឹងប្រែងខ្លាំងរបស់លោកលំអឹងរួមជាមួយកម្មវិធីគោលនយោបាយសមស្របជាច្រើនរបស់ភូមិភាគបានរួមចំណែកធ្វើឲ្យជនបទឃុំភូមិមានការវិវត្តខ្លាំងជីវភាពប្រជាជនបានស្ទួយឡើងជាបង្គួរពិសេសគាត់បានរួមចំណែកកសាងបានទម្រង់ផលិតប្រសិទ្ធភាពកសិករមានចំណូលស្ថិរភាពចាក់ផាត់ក្រជារកាលប្រសិនបើឆ្នាំ2001ទូទាំងឃុំភូមិមានអ្នកក្រ1088គ្រួសារលុះដល់ឆ្នាំ2013ថយចុះនៅ725គ្រួសារឆ្នាំ2014នេះសមាគមកសិកររួមជាមួយផ្នែកអង្គការសមាគមឃុំភូមិខិតខំបន្ថយថែមអ្នកក្រ132គ្រួសារក្នុងវ័យអាយុ62ឆ្នាំលោកលំអឹងមានជិត35ឆ្នាំបម្រើការងារសមាគមកសិករការស្វិតស្វាញរបស់លោកអឹងបានធ្វើឲ្យផ្លាស់គំនិតផ្លាស់របៀបរកស៊ីជាបណ្ដើរបស់កសិករច្រើនគ្រួសារតម្រង់ទិសអភិវឌ្ឍក្នុងសម័យសមាហរណកម្មទង្វើរបស់លោកអឹងផ្សារភ្ជាប់ជាមួយផលប្រយោជន៍របស់ប្រជាជនហើយគាត់បានមជ្ឈិមសមាគមកសិករវៀតណាមគណៈកម្មាធិការប្រជាជនខេត្តសូត្រំកត់សម្គាល់និងស្ងើចសរសើរគោលដៅមួយក្នុងបណ្ដាគោលដៅដែលលោកលំអឹងខិតខំរួមជាមួយរដ្ឋអំណាចភូមិភាគគឺបន្តពង្រីកប្រសិទ្ធភាពបណ្ដាទម្រង់ផលិតបង្កើនប្រភពចំណូលឲ្យនាមីងកសិករសម្ដៅបំបត្តិអត់ឃ្លានបន្ថយក្រជារភាពរួមចំណែកកសាងភូមិស្រុកភូមិស្រុកមីទូខេត្តសូត្រំកាន់តែបានស្រស់បំព្រង